អ្នកណាឲ្យប្រកាសណាត់ជួបហូបចុករួចក៏រួមមេត្រីក្រោយមកខាងស្រីទាញទូរស័ព្ទដៃមើលស្រាប់តែបែកធ្លាយរូបភាពរួមរយៈមេត្រីជាមួយគ្នានាពេលកន្លងមកខាងស្រីទ្រាំមិនបានចាក់មួយកំបិតប៊ីនឹងខ្សែP2 តន្ត្រីមានទទួលប្រគំគ្រប់កម្មវិធីអាសយដ្ឋានឃុំគោកខ្យកស្រុកកំពង់ត្របែកខេត្តព្រៃវែងជាលីហេងទិញលក់ជួសជុលម៉ូទ័រប៉ុស្តាគ្រប់ប្រភេទមានទទួលបោះដុំនិងលក់រាយអាសយដ្ឋានស្តុបលូ5ផ្លូវវែងស្រេងកាលពីវេលាម៉ោង12ថ្ងៃត្រង់នៅថ្ងៃទី26ខែកក្កដាឆ្នាំ2022គូស្នេហ៍មួយគូបានណាត់ជួបគ្នារួចហើយក៏នាំគ្នាហូបចុកម៉ាយរួចរាល់នៅត្រង់ចំណុចចំការស្វាយស្ថិតនៅក្នុងភូមិក្តីកណ្ដាលឃុំសារិកាកែវស្រុកល្វីអែមខេត្តកណ្ដាលរួចក៏បន្តការកេងជាមួយគ្នារហូតបានសម្រេចស្រាប់តែកើតរឿងរ៉ាវវាយតែតប់ឆ្លោះប្រកែកគ្នាបែកផ្សែងរហូតដល់បង្កជារបួសស្នាមដោយភាគីម្ខាងចូលពេទ្យភាគីម្ខាងទៀតចូលប៉ុស្តិ៍បង្កឲ្យមានការភ្ញាក់ផ្អើលសូមបញ្ជាក់ជូនផងដែរថានៅក្នុងហេតុការណ៍ខាងលើនេះបណ្ដាលឲ្យខាងប្រុសរងរបួសធ្ងន់ចូលពេទ្យរីឯខាងស្រីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធជាមួយករណីអំពើហិង្សាបង្ករបួសស្នាមដោយចេតនាមានស្ថានទម្ងន់ទោសព្រោះតែមានការបែកធ្លាយនៅរូបភាពនិងរូបថតរួមភេទជាមួយគ្នានាពេលកន្លងមកជនរងគ្រោះខាងលើគឺមានឈ្មោះរីរិទ្ធីភេទប្រុសអាយុ23ឆ្នាំជាកម្មករមានទីលំនៅភូមិព្រែកតាអង្គទី3ឃុំពីងអង្ញាអង្គស្រុកល្វីអែមខេត្តកណ្ដាលចំណែកឯនារីដៃដល់មានឈ្មោះស្រួនស្រីពេជ្រអាយុ22ឆ្នាំធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងមានទីលំនៅស្ថិតនៅក្នុងភូមិពីមតាឯកឃុំពីមអង្ញាអង្គស្រុកល្វីអែមខេត្តកណ្ដាលត្រូវបានឃាត់ខ្លួនបើយោងទៅតាមប្រភពព័ត៌មានបានឲ្យដឹងផងដែរថានាពេលកន្លងមកអ្នកទាំងពីរមានទំនាក់ទំនងស្នេហាស្រឡាញ់គ្នាតាំងពីឆ្នាំ2015មកម្លេះទៅតែចូលដល់ឆ្នាំ2022នេះគូស្នេហ៍មួយគូនេះស្រាប់តែមានរឿងរ៉ាវចម្រូងចម្រាសរកាំរកោសមិនសូវជាស៊ីខ្សែគ្នាក៏ប៉ុន្តែក៏មិនទាន់បែកបាក់គ្នានោះដែរក៏នៅតែមានទំនាក់ទំនងក្នុងការដែលឆាតរកគ្នាតាមរយៈប្រព័ន្ធ Telegram ទៅវិញទៅមកជាធម្មតាលុះដល់វេលាម៉ោង7កន្លះព្រឹកនៅក្នុងថ្ងៃខែខាងលើភាគីខាងស្រីឈ្មោះស្រួនស្រីពេជ្រនិងបរិសុទ្ធឈ្មោះថារីរិទ្ធីបានឆាតណាត់ជួបគ្នានៅត្រង់ចំណុចតមចាំចំការស្វាយស្ថិតនៅក្នុងភូមិក្តីកណ្ដាលឃុំសារិកាកែវស្រុកល្វីអែមខេត្តកណ្ដាលដើម្បីទទួលទានអាហារជុំគ្នាប្រភពព័ត៌មានបានបន្តឲ្យដឹងថាលុះដល់វេលាម៉ោង9កន្លះព្រឹកខាងប្រុសបានទៅដល់គោលដៅមុនហើយក៏បានអង្គុយក្នុងការដែលចាំខាងស្រីយកម្ហូបទៅដែរហើយគូស្នេហ៍ទាំងពីរក៏បានអង្គុយជជែកគ្នាលេងមួយសន្ទុះក្រោយមកក៏បាននាំគ្នាហូបបាយកញ្ចប់ដែលជាបាយរបស់នារីជាសង្សារខ្ចប់យកទៅធ្វើការដោយរាល់ថ្ងៃក្រោយពេលដែលហូបបាយរួចឃើញថាអ្នកទាំងពីរបានស្ម័គ្រចិត្តក្នុងការព្រមព្រៀងរួមដំណេកជាមួយគ្នានៅក្នុងខ្ទមចាំចំការស្វាយនោះតែម្ដងបន្ទាប់មកគូស្នេហ៍ទាំងពីរក៏បានហូបចុកនៅក្នុងខ្ទមចំការស្អាតបាតរួចរាល់ហើយខាងស្រីក៏បានសុំមើលទូរស័ព្ទដៃរបស់ខាងប្រុសដើម្បីមើលរូបភាពដោយសារតែខាងស្រីមានការសង្ស័យដៃគូខាងប្រុសរបស់ខ្លួនព្រោះតែធ្លាប់ឆាតនៅរូបភាពអាក្រាតរបស់នាងនៅពេលដែលនាងនៅជាមួយនឹងបរិសុទ្ធជាសង្សាររបស់ខ្លួននេះក្រោយពីបានឆែកមើលនៅទូរស័ព្ទនោះស្រាប់តែមានការបែកធ្លាយនៅរូបភាពនេះតែម្ដងហើយក៏មានការប្រតែយប្រតប់គ្នាក្នុងការដណ្ដើមទូរស័ព្ទគ្នាខណៈពេលនោះពេលដែលកំពុងប្រតែយប្រតប់ឆ្លោះប្រកែកបែកផ្សែងទាំងសរសៃករៀងៗខ្លួននារីជាសង្សារក៏បានក្រឡេកឃើញកំបិតចិត្តបន្លែសៀតនៅជញ្ជាំងខ្ទមចាំចំការរួចនាងក៏បានស្ទុះយកកូនកំបិតនោះចាក់ទៅលើគូស្នេហ៍ភាគីខាងបុរសដែលមានឈ្មោះរីរិទ្ធីដែលបណ្ដាលឲ្យរងរបួសចំបំពង់កទៅឈ្មោះថារីរិទ្ធីដែលបុរសជាសង្សារនោះក៏បានយកដៃខ្ទប់ឈាមហើយក៏រត់ចេញពីខ្ទមចាំចំការសម្ដៅទៅផ្ទះអ្នកជិតខាងហើយនារីជាសង្សារក៏បានរត់តាមពីខាងក្រោយដោយដៃកាន់នៅកូនកំបិតលោកបានចម្ងាយប្រហែលជាង20ម៉ែត្រនាងក៏បានបោះកូនកំបិតនោះចោលហើយក៏ចេះតែរត់តាមគូស្នេហ៍ក្នុងគោលបំណងជូនទៅពេទ្យពេលនោះអ្នកជិតខាងឈ្មោះថាឌុនណែតក៏បានដប់ជនរងគ្រោះតាមម៉ូតូទៅកាន់មន្ទីរពេទ្យបងឯកស្រុកល្វីអែមហើយក៏ត្រូវបានបន្តយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ាត់រាជធានីភ្នំពេញចំណែកឯនារីជាសង្សារត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនភ្លាមៗដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ពេលនេះខ្ញុំឈួនអ្នកគ្រីពីកម្មវិធីសមាគមសារព័ត៌មាន AEMJ